Ok nè tao thấy khuyên thông minh nhung hiện lương ở trong ngày đấng nhung một bánh laser whiteningនៅ Top One Dental Clinic ដែលគឺជាពេទ្យថ្មីមួយដែលមានសេវាកម្មច្រើនមែនតើអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកបាញ់ laser whitening អញ្ចឹងតោះ ហើយយើងមិនទៅបាញ់ data whitening យើងទៅ check ថ្មីយើងសិនថាមានបញ្ហាហុកឬក៏បញ្ហាដល់ស៊ីអត់ការមើលថ្មីហ្នឹងគឺការមើលដោយ technology របស់ពេទ្យគេតែម្ដងអញ្ចឹងគេ scan ថ្មីរបស់យើងនៅដូចនឹងម៉ាស៊ីនដែលអ្នកនរគ្នាឃើញអញ្ចឹងទៅពេលហ្នឹងដល់ពេលដែលគេ scan ហ្នឹងគេឃើញទម្រង់ថ្មីយើងជា 3D ឲ្យយើងមើលផ្ទាល់តែម្ដងនៅពេលដែលគេថតរួចតបន្ទាប់មកដល់វគ្គយើងមកចូលបាញ់ laser whitening ដើម្បីថ្មីយើងសអញ្ចឹងនៅក្នុង clinic របស់គេហ្នឹងនៅពេលដែលបាញ់ laser whitening ហ្នឹងគឺគេឲ្យពាក់បតាខ្មៅហើយបន្ទាប់មកមានលោកគ្រូពេទ្យដោយជំនាញមកមើលថ្មីរបស់យើងថាវិញយើងមានបញ្ហាអ្វីឬក៏អត់អត់ទេហ្វឹកហ្វៃទៅល្អហើយយើងធ្វើវាយទៅនេះយើងបានយូរអីគេចឹងហើយខ្ញុំថប់ធ្វើហើយខ្ញុំអត់មានសល់ថាហើយយើងញ៉ាំកាហ្វេក្នុងការបាញ់ laser ថ្មីឲ្យសនេះដែរមាន2ដំណាក់កាលសម្រាប់ដំណាក់កាលទី1គឺ20នាទីនិងដំណាក់កាលទី2ក៏20នាទីដូចគ្នាអញ្ចឹងសរុបមកគឺ40នាទីនៅក្នុងនឹងដែរនៅពេលដែលគេបាញ់ laser whitening គេនឹងដាក់ថ្នាំការពារអញ្ចាញថ្មីយើងកុំឲ្យប៉ះជាមួយនឹង laser ដែលបាញ់ជាមួយនឹងថ្មីហ្នឹងពេលនេះអ្នកទាំងអស់គ្នាសកម្មភាពដែលបាញ់ laser whitening គឺគេដាក់អញ្ចឹងគេដាក់ laser ពីលើយើងមកហើយថ្មីយើងស្ញែងរហូតទៅហើយឲ្យពន្លឺ laser ចូលនៅថ្មីយើងដើម្បីឲ្យសម្អាតពណ៌លឿងនៅលើថ្មីរបស់យើងអូខេតោះយើងបាញ់ laser ថ្មីហើយតោះទៅមើល result ទាំងអស់គ្នាថាមានភាពខុសគ្នាច្រើនឬក៏អត់តោះនេះគឺជា result ដែលខ្ញុំបាញ់ហើយបន្ទាប់មកមិនតន់បាញ់ខ្ញុំដាក់ធៀបគ្នាបាននេះសម្រាប់អ្នកទាំងអស់គ្នាត្រូវការ clinic មិញអ្នកទាំងអស់គ្នាចង់ទៅមើលថ្មីក៏បានចង់ទៅដកថ្មីក៏បានចង់ទៅដាក់ press ក៏បានចង់ទៅបាញ់ laser whitening ក៏បានអ្នកទាំងអស់គ្នាកុំភ្លេច Top One Dental Clinic